ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឆាសណ្តែកប្រុសជាមួយនឹងកញ្ឆាយហើយបន្លែដែលយើងមានគឺយើងមានតែកញ្ឆាយនិងសណ្តែកប្រុសហ្នឹងទេហើយយើងមានសាច់តៅហ្វូហើយយើងមានសាច់ជ្រូក3ជាន់ផងដែរចាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅទស្សនាពីវិធីធ្វើទាំងអស់គ្នាជាដំបូងខ្ញុំដាក់ម្លិញសាច់ជ្រូកយើងសិនណាបងប្អូនឲ្យអស់ជាតិឆ្អាបក៏ដូចជាវាចេញខ្លាញ់ពីសាច់មកវិញណាបងប្អូនចាអូខេបងប្អូនអញ្ចឹងខ្ញុំមកដាក់ប្រេងបន្តិចដើម្បីខ្ញុំម្លេងខ្ទឹមសព្រោះសាច់យើងនឹងរៀងក្រៀមបន្តិចអីខ្ញុំដាក់ម្សៅស៊ុបមាន់មួយស្លាបព្រាស្ករសមួយស្លាបព្រាដែរម្រេចមួយស្លាបព្រាហើយខ្ញុំលួចប៊ីចេងតិចដែរបងប្អូនខ្ញុំបន្ថែមទឹកបន្តិចបងប្អូនដោយសារខ្លាចវាគោកពេកទៅវាខ្លោចបាតហើយយើងដាក់តៅហ៊ូយើងតែម្ដងទៅក៏ប៉ិតឆាស្ដាយបដោះឆាកញ្ឆាយហ្នឹងគឺបងប្អូនគាត់ដឹងច្រើនហើយអ្នកណាក៏ចេះឆាដែរប៉ុន្តែខ្ញុំចេះតែធ្វើវីដេអូទៅបងប្អូនព្រោះមានបងប្អូនខ្លះអញ្ចឹងទៅគាត់ចង់ដឹងវិធីពួកគាត់ទៅរៀនធ្វើម្ហូបអីចឹងណាបងប្អូនចាអញ្ចឹងអាចមើលវីដេអូខ្ញុំបានហើយខ្ញុំដាក់ទឹកស៊ីអ៊ីវបន្តិចដាក់ទឹកប្រឡាក់សាច់ដែរបងប្អូនព្រោះទឹកហ្នឹងវាថាវាជួយជំនួយឆារបស់យើងហ្នឹងវាកាន់តែមានរសជាតិឆ្ងាញ់ណាចានិយាយឲ្យទៅប្រភេទឆាបងប្អូនអាចដាក់ទឹកប្រឡាក់សាច់នឹងបានណាខ្ញុំធ្វើតែអញ្ចឹងបងប្អូនវាឆ្ងាញ់មែនតើយើងមិនសឹងថាបើយើងអត់ចង់ដាក់ថែមគ្រឿងច្រើនយើងដាក់តែអាហ្នឹងទៅហើយយើងដាក់ទឹកស៊ីអ៊ីវហើយនឹងម្សៅស៊ុបតិចមកគឺឆ្ងាញ់តែម្ដងបងប្អូនចាហើយខ្ញុំមកភ្លក់ទឹកបន្តិចដើម្បីចង់ដឹងថារសជាតិហ្នឹងមុតមើលចឹងរសជាតិយើងរៀងស្រាលបន្តិចយើងអាចបន្ថែមមួយទឹកស៊ីអ៊ីវបន្តិចយើងភ្លក់តាមហ្នឹងណាបងប្អូនសម្រាប់ខ្ញុំភ្លក់ទឹកហ្នឹងឲ្យហើយបើខ្ញុំដាក់បន្លែហើយគឺចប់តែម្ដងបងប្អូនចាអូខេអញ្ចឹងទឹកឆារបស់ខ្ញុំគឺល្មមហើយគឺខ្ញុំដាក់ជាមួយនឹងសណ្តែកបដោះអញ្ចឹងបន្ទាប់ពីសណ្តែកបដោះយើងដាក់មួយផ្លែតហើយគឺខ្ញុំអត់ចង់ឲ្យវាទន់ពេកណាគឺខ្ញុំដាក់កញ្ឆាយតែម្ដងបងប្អូនកញ្ឆាយខ្ញុំរៀងច្រើនតិចបងប្អូនដោយសារថានៅផ្ទះយើងមានច្រើនហើយដែលយើងអត់ចង់ទុកយូរចឹងទៅខ្លាចវាខូចទេបងប្អូនអញ្ចឹងយើងដាក់អស់ហ្មងទៅចឹងខ្ញុំចង់ឲ្យវារៀងទ្រោមបន្តិចគឺខ្ញុំក្របវាទុកចោលបន្តិចទៅដើម្បីឲ្យបន្លែវាឆាប់ទន់ណាបងប្អូនអូខេបន្លែយើងទ្រោមល្មមហើយបងប្អូនយើងអាចបិទភ្លើងបានតែទុកយូរទៀតគឺទន់ពេកហើយហើយគឺខ្ញុំដាក់ស្លឹកខ្ទឹមមកបងប្អូនដើម្បីឲ្យឆារបស់យើងកាន់តែមានឲ្យរសជាតិកាន់តែឆ្ងាញ់រកនិយាយចេញបងប្អូនអើយអូខេបងប្អូនសម្រាប់វីដេអូនាងខ្ញុំក៏ដល់ទីបញ្ចប់ដែរចាសម្រាប់បងប្អូនដែលគាត់ចូលចិត្តកុំភ្លេចជួយ like ជួយ share និង follow ផងដើម្បីបានវីដេអូថ្មីៗក៏ដូចជាលើកទឹកចិត្តសម្រាប់អ្នកធ្វើវីដេអូផងដែរចាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ